ដល់បងប្អូនបាទអ្នកសិក្សារូបជាទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីដែលវីដេអូនេះគឺសិក្សាទៅលើលំហាត់បាទថ្នាក់ទី11បាទក្នុងមេរៀនបាទបន្ទុកនិងដែនអគ្គិសនីបាទក្នុងថ្នាក់ទី11យើងហ្នឹងអញ្ចឹងយើងមកមើលឧទាហរណ៍ទី1របស់គ្នាតើគេដោះស្រាយវាដោយរបៀបណាចំពោះការរកនៅកម្លាំងអគ្គិសនីផ្គួបរវាងបន្ទុក2បាទចឹងយើងអានប្រធានអស់គ្នាបាទបន្ទុកអគ្គិសនីគុយអងគឺស្មើ4ណាណូគូឡុំគុយដឺគឺស្មើដល់4ណាណូគូឡុំបាទដាក់នៅត្រង់ចំណុច AB ដែល AB ស្មើ10សង់ទីម៉ែត្រនៅក្នុងខ្យល់អញ្ចឹងគេឲ្យយើងគណនាកម្លាំងអគ្គិសនីផ្គួបដែលបន្ទុកគុយអងគុយដឺមានអំពើទៅលើគុយ0បាទដែលគុយ0យើងគឺស្មើនឹង1ណាណូគូឡុំបាទដាក់ត្រង់ចំណុចកណ្ដាលនៃកត់ AB បាទចឹងយើងមើលចម្លើយអ្នកគ្នាមកគេថាកណនីកម្លាំងអគ្គិសនីផ្គួបដែលបន្ទុកគុយអងគុយដឺមានអំពើទៅលើគុយ0បាទ1ណាណូគូឡុំបាទចឹងយើងមកមើលការគូររូបអ្នកគ្នាបាទចឹងលំហាត់នេះចាំបាច់យើងត្រូវគូររូបដើម្បីដឹងទិសដៅនៃបាទទិសដៅនៃកម្លាំងអូខេចឹងយើងមកមើលបន្ទុកគុយ0គឺ1ណាណូគូឡុំបាទដោយបំរាប់ប្រធានលំហាត់គេថានៅពាក់កណ្ដាលអង្កត់បាទបើយើងចឹងចំពោះយើងមើលគុយអងគឺបន្ទុកអគ្គិសនីវាគឺធំជាង0កាលណាវាធំជាង0វារងអំពើទៅលើគុយ0គឺវាបាទបានកម្លាំងអាប់អងគឺច្រើនចេញបាទអញ្ចឹងយើងគូព្រួយអាប់អងមកបាទមកស្ដាំមកបាទចំពោះគុយដឺគឺវាតូចជាង0បាទតូចជាង0មានអំពើទៅលើគុយអងធំជាង0បាទវាទាញបាទទាញចូលបាទទាញចូលមករកបាទខ្លួនវាវិញអញ្ចឹងយើងបានកម្លាំងស្របជាមួយនឹងអាប់អងគឺអាប់ដឺបាទអាប់ដឺគឺស្មើនឹងបាទហើយ F ដឺហ្នឹងក៏វាស្មើជាមួយនឹងកម្លាំង F សរុបយើងដែរដែលយើងសន្មតថាវាទៅតាមគ្នានឹងអូខេអឺចំពោះការដោះស្រាយគឺយើងត្រូវតាំង F0 ជាវេគ្ទ័រកម្លាំងផ្គួបបាទផ្គួបរវាងកម្លាំងទាំងពីរនេះបាទកម្លាំង F អងនិង F ដឺបាទអញ្ចឹងយើងឲ្យ F0 គឺស្មើកម្លាំងបាទ F អងបូកឲ្យកម្លាំង F ដឺដែរពេលដែលយើងបាទបំបត្តិវេគ្ទ័រវាទៅគឺយើងបាន F0 គឺស្មើ F អងបូក F ដឺបាទអញ្ចឹងយើងតាមរូបមន្តបាទតាមរូបមន្ត F អងគឺស្មើជាមួយនឹងការតម្លៃនៃខេតគុយអងគុណនឹងគុយ0ចែកឲ្យ A ការ៉េបាទចំពោះ F ដឺគឺស្មើការគុយដឺគុណនឹងគុយ0បាទតម្លៃនៃខេតបាទចែកឲ្យ A ដឺការ៉េបាទដោយបាទ OA ស្មើ OB នេះប្រវែងនេះបាទប្រវែងនេះ OA បាទប្រវែងនេះគឺ OA ហើយប្រវែងនេះគឺ OB បាទ OB អានេះគឺ OA អញ្ចឹងយើងតាំងវាថាអានេះគឺ air on ហើយអានេះគឺ air ដឺបាទបន្ទាប់ពីយើងតាំងហើយយើងអាចជំនួសបានហើយនេះយើងអាចឲ្យវាស្មើ air on ស្មើ air ដឺទៅដោយសារតែប្រវែងពីរហ្នឹងវាស្មើគ្នាបាទអញ្ចឹងយើងយកជំនួសនៅក្នុងបាទរូបមន្តខាងលើយើងបាន F0 ស្មើជាមួយនឹង k បាទតម្លៃនៃខេតគុយអងគុណគុយ0នៅលើ a អងការ៉េបូកជាមួយនឹង k បាទតម្លៃនៃខេតគុយដឺគុណគុយ0ចែកឲ្យ a ដឺ0បាទ a ដឺការ៉េបាទដោយ a អងស្មើ a ដឺបាទ a អងស្មើ a ដឺដោយ a អងហ្នឹងគឺស្មើជាមួយនឹងបាទ AB ចែក2ចំណែក A ដឺក៏វាស្មើជាមួយនឹង AB ចែកឲ្យ2ដែរដោយសារតែវានៅពាក់កណ្ដាលបាទ AB គឺស្មើ10សង់ទីម៉ែត្រមិនអញ្ចឹងយើងអាចទាញការតម្លៃនៃខេតគុយ0បាទចែកឲ្យ A អងការ៉េឬក៏ដាក់ A ការ៉េក៏បានដែរបាទឬយើងដាក់ A អងអញ្ចឹងក៏បានដែរសារតែ A អងគឺស្មើជាមួយនឹង AB ចែក2បាទគុណឲ្យគុយតម្លៃនៃខេតគុយអងបូកឲ្យបាទតម្លៃនៃខេតគុយដឺបន្ទាប់ពីយើងបានបាទចំនួនប៉ុណ្ណឹងហើយយើងចូលទៅទៀតយើងឲ្យបំរាប់គេបាទឲ្យបំរាប់ដល់លំហាត់ជាងហ្នឹងចំពោះ A អងគឺស្មើជាមួយនឹងបាទ10ចែកឲ្យ2បាទ10សង់ទីម៉ែត្រចែក2បាទគឺស្មើ5សង់ទីម៉ែត្រ5សង់ទីម៉ែត្រយើងបំបែកទៅជាម៉ែត្រគឺយើងគុណជាមួយនឹង10សេគុណដល់2នោះវានឹងក្លាយទៅជាម៉ែត្របាទដោយគុយ0គេប្រាប់មកថា10សេគុណដល់9គូឡុំបាទ10សេគុណដល់9គូឡុំអញ្ចឹងគុយអងគេប្រាប់មក
ទៀតថាគឺស្មើ4គុណ10សគុណ19គូឡុំចំណែកឯគុយដឺគឺស្មើនឹងដក4គុណ10សគុណ19គូឡុំបាទអញ្ចឹងយើងនាំឲ្យ F0 យើងគឺស្មើ9គុណ10សគុណ9មកគុណជាមួយនឹងតម្លៃលេខហេតុបាទ10សេគុណ19ចែកឲ្យបាទ5គុណជាមួយនឹង10សេគុណបាទដក2លើកជាការ៉េបាទអូខេបាទអញ្ចឹងបន្តមកទៀតយើងគុណជាមួយនឹងបាទ4កុណូសគុណ19បាទបូកឲ្យដក4កុណូសគុណ19បាទតម្លៃលេខហេតុនៃដកគឺចេញបូកបាទអានេះគឺបាន8បើ8គុណជាមួយនឹង9បាន72បាទ72យើងគុណជាមួយនឹង10សេគុណ19ដោយសារតែបាទអាដក9នេះបាទដក9បូក9នេះអស់បាទទីសងនេះអស់អញ្ចឹងនៅសល់10សេគុណ19បាទចំណែកឯ5នេះគឺយើងអាចសរសេរថាបាទយើងអាចលើកជាការ៉េវាទៅគឺបាន25បាទដក2គុណនឹង2បានដក4បាទ25គុណនឹង14បាទពេលដែលយើងចែកមកគឺបាន2.88គុណនឹង15យូតនបាទអញ្ចឹងយើងអាចបាទដូចនេះមកបាទកម្លាំងគួបបាទកម្លាំងអគ្គិសនីគួបគឺ F0 យើងគឺស្មើជាមួយនឹង2.88គុណនឹង15យូតនបាទអញ្ចឹងចំពោះលំហាត់នេះគឺយើងចប់ប៉ុណ្ណឹងបាទសង្ឃឹមថាបងប្អូនអ្នកទស្សនាបាទតន់បាទជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណបើមានកំហុសខុសឆ្គងអីសូមខន្តីអភ័យទោសបាទជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ